សួស្តីបងប្អូនទាំងអស់គ្នានិងអ្នកសិក្សាទាំងអស់ថ្ងៃនេះលោកគ្រូលើកយកសំណួរប្រវត្តិវិទ្យាចំនួន3សំណួរដើម្បីមកបង្ហាញអ្នកទាំងអស់គ្នាឲ្យកាន់តែងាយស្រួលក្នុងការសិក្សាតោះកុំឲ្យខាតពេលវេលាយូរយើងមកមើលសំណួរទាំងអស់គ្នាសំណួរទី1ចូលពណ៌នាពីបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោកសំណួរទី2តើអ្វីជានយោបាយបង្រួបបង្រួមជាតិនិងកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជាសំណួរទី3តើកម្ពុជាមានសម្បត្តិបេតិកភណ្ឌអ្វីខ្លះដែលបានចុះបញ្ជីបេតិកភណ្ឌរូបីនិងអរូបីពិភពលោករបស់អង្គការ UNESCO ចូលរៀបរាប់យ៉ាងតិចឲ្យបាន5នៅពេលដែលបងប្អូនបានមើលនៅសំណួរទាំង3នេះតើបងប្អូនយល់យ៉ាងណាដែរតោះឥឡូវយើងមកមើលចម្លើយទាំងអស់គ្នាចម្លើយទី1សំណួរគេសួរថាចូលពណ៌នាពីបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោកតោះយើងមកឆ្លើយទាំងអស់គ្នាបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោកមានដូចជាបញ្ហាបរិស្ថានបម្រែបម្រួលអាកាសធាតុគ្រោះធម្មជាតិគ្រោះរាំងស្ងួតកំណើនកម្ដៅផែនដីភ្លើងឆេះព្រៃរញ្ជួយដីព្យុះភ្លៀងទឹកជំនន់និងសម្រាមបញ្ហាសន្តិសុខស្បៀងកង្វះស្បៀងចោទជាបញ្ហានាំមកនូវភាពក្រីក្រនិងគ្រោះទុរភិក្សជំងឺឆ្លងកង្វះអនាម័យខ្វះការការពារជនអន្តោប្រវេសន៍ការជួញដូរមនុស្សគ្រឿងញៀនពលកម្មកុមារបញ្ហាកំណើនប្រជាជនការឧបត្ថម្ភថាមពលសុវត្ថិភាពស្បៀងភាពក្រីក្រជនអន្តោប្រវេសន៍បញ្ហាសង្គ្រាមនិងអស្ថិរភាពសន្តិសុខសង្គមហាក់គ្មានសមត្ថភាពបង្កើតប្រព័ន្ធសន្តិសុខឲ្យប្រសើរសម្រាប់មនុស្សជាតិអស្ថិរភាពដោយការកើតឡើងនៅអាវុធប្រល័យលោកការកើតឡើងនៅភេរវកម្មអន្តរជាតិឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរគ្រឿងញៀនជួញដូរមនុស្សធ្វើចរាចរណ៍ក្រដាសប្រាក់คล้ายคล้ายចម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតសំណួរទី2គេសួរថាតើអ្វីជានយោបាយបង្រួបបង្រួមជាតិនិងកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជាចម្លើយគឺនយោបាយបង្រួបបង្រួមជាតិនិងកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនយោបាយបង្រួបបង្រួមជាតិគឺជាគោលនយោបាយនៃការផ្សះផ្សាជាតិធ្វើឲ្យមានឯកភាពជាតិជាធ្លុងមួយក្រោមការផ្ដួចផ្ដើមរបស់សម្ដេចព្រះនរោត្តមសីហនុនិងឯកឧត្តមហ៊ុនសែនដែលឈានទៅបញ្ចប់សង្គ្រាមស៊ីវិលនាំមកសន្តិភាពនិងការអភិវឌ្ឍកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជាសន្តិភាពកើតចេញពីឥស្សរជនបង្រួបបង្រួមជាតិខ្មែរពីររូបគឺសម្ដេចនរោត្តមសីហនុនិងឯកឧត្តមហ៊ុនសែននៅឆ្នាំ1984សម្ដេចសីហនុទ្រង់មានបំណងចង់ឲ្យមានការបង្រួបបង្រួមជាតិនៅក្នុងឆ្នាំ1985សភាពការនយោបាយនៅអាស៊ីអនុគ្រោះដល់ការចរចាសន្តិភាពនៅថ្ងៃទី14ខែមករាឆ្នាំ1985ឯកឧត្តមហ៊ុនសែនត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៅក្នុងឆ្នាំ1987ជំនួបកំពូលរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាល្អប្រសើរជាងមុននៅថ្ងៃទី2ខែធ្នូឆ្នាំ1987មានការជួបគ្នាលើកទី1នៅអង្ហ្វែតាដឺនប្រទេសបារាំងរវាងសម្ដេចនរោត្តមសីហនុនិងឯកឧត្តមហ៊ុនសែននៅថ្ងៃទី20ខែមករាឆ្នាំ1988ជំនួបលើកទី2រវាងនរោត្តមសីហនុនិងឯកឧត្តមហ៊ុនសែនបានឯកភាពគ្នាទៅលើរូបភាពចាត់តាំងទីអនាគតកម្ពុជានៅថ្ងៃទី24ខែកក្កដាឆ្នាំ1989ជំនួបដែលបង្ហាញពីការយកបញ្ហារបស់ខ្មែរមកធ្វើការដោះស្រាយចាប់ពីថ្ងៃទី21ដល់ថ្ងៃទី26ខែកញ្ញាឆ្នាំ1989ការដកកងទ័ពវៀតណាមចេញពីកម្ពុជាជាលើកចុងក្រោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC បានបង្កើតឡើងនៅថ្ងៃទី10ខែកញ្ញាឆ្នាំ1990ថ្ងៃទី23តុលា1991គិតព្រមព្រៀងក្រុងប៉ារីស
ខែវិច្ឆិកាឆ្នាំ1991ការយាងត្រឡប់មកវិញរបស់ព្រះនរោត្តមសីហនុថ្ងៃទី23ដល់ថ្ងៃទី25ឧសភា1993ការបោះឆ្នោតជាសកលនៅកម្ពុជានៅថ្ងៃទី24ខែកញ្ញា1993ប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រកម្ពុជាសំណួរទី2យើងចាប់ត្រឹមតែប៉ុណ្ណេះយើងមកមើលសំណួរទី3ទាំងអស់គ្នាចំពោះសំណួរទី3គេសួរថាតើកម្ពុជាមានសម្បត្តិបេតិកភណ្ឌអ្វីខ្លះដែលបានចុះបញ្ជីបេតិកភណ្ឌរូបីនិងអរូបីពិភពលោករបស់អង្គការ UNESCO ចូលរៀបរាប់យ៉ាងទាចឲ្យបាន5កម្ពុជាមានសម្បត្តិបេតិកភណ្ឌដែលបានចុះបញ្ជីបេតិកភណ្ឌរូបីនិងអរូបីរបស់អង្គការ UNESCO មានដូចជារមណីយដ្ឋានអង្គរថ្ងៃទី14ខែធ្នូឆ្នាំ1992របាំព្រះរាជទ្រព្យថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2003ល្ខោនស្រមោលស្បែកធំថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2005រមណីយដ្ឋានប្រាសាទព្រះវិហារថ្ងៃទី7ខែកក្កដាឆ្នាំ2008លោកបែងទីនព្រឿតថ្ងៃទី2ខែធ្នូឆ្នាំ2015ចាប៉ីដងវែងថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2016រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកថ្ងៃទី8ខែកក្កដាឆ្នាំ2003ល្ខោនខោលវត្តស្វាយអណ្ដែតថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2018គុនល្បុក្កតោថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2022រមណីយដ្ឋានកោះកេរថ្ងៃទី17ខែកញ្ញាឆ្នាំ2023សំណួរទី3របស់យើងចប់ត្រឹមតែប៉ុណ្ណេះក្រោយពីបានមើលនៅចម្លើយទាំងអស់គ្នាបងប្អូនយល់យ៉ាងណាដែរប្រសិនបើបងប្អូនមានចម្ងល់ត្រង់ណាអាច comment នៅខាងក្រោមប្រសិនបើបងប្អូនមិនចង់ខកខានវីដេអូក្រោយៗសូមបងជួយចុច Subscribe និងចុច Like ដើម្បីទទួលបានវីដេអូថ្មីៗប្រសិនបើមានចំណុចខ្វះខាតត្រង់ណាសូមមេត្តាអធ្យាស្រ័យជាចុងក្រោយសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចសូមអរគុណ